ព្រះអម្ចាស់នរោត្តមចក្រាវុធព្រះប្រធានគណៈបកហ៊ុនស៊ុនប៉ិចបានសម្ដែងប្រតិព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីប្រកាសរបស់សហរដ្ឋអាមេរិកដែលបានកំណត់អត្រាពន្ធនាំចូលថ្មីឡើងដល់ 49% លើផលិតផលមកពីប្រទេសកម្ពុជានៅលើទំព័របណ្ដាញសង្គមរបស់ព្រះអម្ចាស់នរោត្តមចក្រាវុធនៅថ្ងៃទី 6 ខែមេសាឆ្នាំ 2025 ព្រះអង្គបានអំពាវនាវដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកបង្ហាញអំពីស្មារតីមនុស្សធម៌ដោយពិចារណាឡើងវិញនៅផលប៉ះពាល់ធ្ងន់ធ្ងរដល់ឧស្សាហកម្មកាត់ដេរកម្ពុជានិងជាពិសេសជីវភាពរស់នៅរបស់កម្មករកម្មការិនីខ្មែររាប់សែននាក់ទោះជាយ៉ាងណាព្រះអង្គសង្ឃឹមថារដ្ឋាភិបាលសហរដ្ឋអាមេរិកនិងរាជរដ្ឋាភិបាលកម្ពុជានឹងសហការជាបន្តបន្ទាប់ដើម្បីស្វែងរកដំណោះស្រាយដ៏សមរម្យដែលអាចថែរក្សាសន្តិភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរនិងអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋទាំងពីរតទៅថ្ងៃមុខសូមរំលឹកថារដ្ឋបាលលោកត្រាំបានប្រកាសថាការដំឡើងពន្ធទំនិញនាំចូលសហរដ្ឋអាមេរិកនេះនឹងចូលជាធរមានចាប់ពីថ្ងៃពុធទី 9 ខែមេសាឆ្នាំ 2025 នេះតទៅ